thấy TikTok ពេលដែលខ្ញុំធ្វើវីដេអូហើយខ្ញុំជិះកាន់ភ្លាមណាវាលុបវីដេអូហ្នឹងហ្មងហើយខ្ញុំនិយាយឡើងចាំ20នាទីខ្ញុំខឹងណាស់នេះតើឥឡូវចូលដល់តារានិកធាតុទឹកអ្នកទាំងអស់គ្នាដែលមានដូចជា Pisces Scorpio ហើយជាមួយនឹង Cancer អ្នកទាំងអស់គ្នាចង់ដឹងថាតារានិកធាតុទឹកហ្នឹងនឹងមានរឿងអីកាត់ឡើងនៅក្នុងខែ7ហ្នឹងអញ្ចឹងតើខ្ញុំសាប់ពីហើយនិយាយមុនហ្នឹងហើយគឺមាន4កាតហ្នឹងហើយជាមួយនឹងសាបចក្រវាលអ្នកទាំងអស់គ្នាអញ្ចឹងកាតទី1ដែលខ្ញុំទទួលបានហ្នឹងគឺតកតងជាមួយនឹង Queen of Cup តកតងជាមួយនឹងអារម្មណ៍ផលអ្នកទាំងអស់គ្នាផ្ទាល់អញ្ចឹងនៅក្នុងខែហ្នឹងគេចង់ឲ្យអ្នកទាំងអស់គ្នា focus លើអារម្មណ៍ផលអ្នកទាំងអស់គ្នាអញ្ចឹងអារម្មណ៍ផលអ្នកទាំងអស់គ្នាគិតបែបម៉េចអ្នកទាំងអស់គ្នា follow តាមអារម្មណ៍ផលអ្នកទាំងអស់គ្នាសោះព្រោះកាតហ្នឹងតកតងជាមួយនឹង intuition ការស្ដាប់តាមអារម្មណ៍ខ្លួនឯងហើយនឹងការយល់ឃើញថាការកាត់ផលអ្នកទាំងអស់គ្នាហ្នឹងគឺពិតជាត្រឹមត្រូវបានច្រើនជាងមុនកាត់ផលអ្នកទាំងអស់គ្នាហ្នឹងអាចនឹងបានល្អិតល្អន់ជាងមុនអញ្ចឹងណាអញ្ចឹងគេឲ្យចង់ឲ្យអ្នកទាំងអស់គ្នា follow your decision ហើយនឹង follow your heart ឲ្យបានច្រើនអីអញ្ចឹងណាអ្នកទាំងអស់គ្នាហើយតកតងជាមួយនឹង warm kindness ហើយនឹង healing ដែរអញ្ចឹងអ្នកទាំងអស់គ្នាអាចនឹង heal បានច្រើនតកតងជាមួយនឹងរឿងដែលឈឺចាប់ពីអតីតកាលនិយាយទៅគឺល្អហ្មងអ្នកទាំងអស់គ្នាសម្រាប់តារានិកធាតុទឹកតមកកាតទី2គឺតកតងជាមួយនឹង Page of Pentacles អ្នកទាំងអស់គ្នាគឺតកតងជាមួយនឹង Ambitious អ្នកទាំងអស់គ្នាអញ្ចឹងអាហ្នឹងគេហៅថាមហិច្ឆតាគឺថាមនុស្សម្នាក់ៗគឺមានមហិច្ឆតារៀងខ្លួនហើយទាំងខ្ញុំទាំងអ្នកទាំងអស់គ្នាគឺមានអាគោលបំណងធំបំផុតដែលយើងចង់បាននៅក្នុងជីវិតហ្នឹងប៉ុន្តែឥឡូវហ្នឹង Universe ចង់ប្រាប់អ្នកទាំងអស់គ្នាថាមហិច្ឆតាហ្នឹងគឺកំពុងតែនៅតាមផ្លូវហើយតើអ្នកទាំងអស់គ្នាត្រៀមខ្លួនរួចរាល់ហើយនៅក្នុងការជំនះរកឧបសគ្គដើម្បីទទួលយកនៅអារឿងដែលអ្នកទាំងអស់គ្នាគិតដើម្បីឲ្យសម្រេចបាននៅក្នុងថ្ងៃអនាគតហ្នឹងអញ្ចឹងទៅគេចង់ឲ្យអ្នកទាំងអស់គ្នាហ្នឹងរៀងលុបនេះថាមាន goal oriented ដែរអ្នកទាំងអស់គ្នាត្រូវរៀបចំអាគោលដៅជីវិតរបស់អ្នកទាំងអស់គ្នាហ្នឹងតាមដំណាក់តាមឋានានុក្រមរបស់វាឲ្យបានត្រឹមត្រូវព្រោះមហិច្ឆតារបស់យើងមួយវាមិនមែនជារឿងដែលងាយស្រួលនៅក្នុងការយកវាបានទេអញ្ចឹងតើតែយើងរៀបចំផែនការរបស់យើងឲ្យបានច្បាស់លាស់ការកាត់បានល្អិតល្អន់ហើយអ្នកទាំងអស់គ្នាក៏មិនត្រូវដាក់សម្ពាធឲ្យខ្លួនឯងច្រើនពេកដែរនេះគឺជាអីដែលចក្រវាលចង់ប្រាប់អ្នកទាំងអស់គ្នាបែបហ្នឹងហើយជាមួយនឹង star ហ្នឹងតកតងជាមួយនឹងឧទាហរណ៍ថាបើសិនជាអ្នកទាំងអស់គ្នារៀននៅក្នុង university អ្នកទាំងអស់គ្នាគឺជា star student ឬក៏ top student អ្នកទាំងអស់គ្នាអាចនឹងទទួលបាន reward ច្រើនតកតងជាមួយនឹងការសិក្សាហើយមនុស្សជំនាញខ្លួនទទួលស្គាល់ថាអ្នកទាំងអស់គ្នាគឺពិតជាមនុស្សដែលប្រកែមនុស្សដែលអាចចោះចំណោមគេបានហើយទៅលេចធ្លោជាងគេទៀតការងារក៏ដូចគ្នាដែរម្ល៉េះហើយអ្នកទាំងអស់គ្នាគឺជាបុគ្គលិកឆ្នើមបុគ្គលិកប្រកែដែលមេគាត់ឆ្លាញ់ចូលចិត្តអីចឹងទៅដល់ពេលតកតងជាមួយនឹង business អាចនឹងមានគេស្គាល់ច្រើនហើយអ្នកទាំងអស់គ្នាមាន technique នៅក្នុងការ create video ឬក៏ content ផ្សេងៗដើម្បីឲ្យ business ផលអ្នកទាំងអស់គ្នាកាន់តែមានគេចាប់អារម្មណ៍កាន់តែមានការគ្រប់គ្រងឡើងពីមនុស្សជុំវិញខ្លួនហើយអតិថិជនផលអ្នកទាំងអស់គ្នាផ្ទាល់អីចឹងទៅនិយាយទៅគឺការល្អខ្លាំងមែនទែនសម្រាប់តារានិកធាតុទឹកហើយការទី3គឺ Ten of Pentacles អ្នកទាំងអស់គ្នាគឺតកតងជាមួយនឹង family អាចថាតំណែងដំណងក្នុងគ្រួសារផលអ្នកទាំងអស់គ្នាគឺរៀងនិយាយថា close ជាងមុនល្អខ្លាំងជាងមុនហើយប៉ាម៉ាក់បងប្អូនអីឬក៏យើងនឹងយល់ដឹងពីចិត្តថតម្នាក់បានច្រើនជាងមុននិយាយទៅតំណែងដំណងក្នុងគ្រួសារហ្នឹងគឺល្អហ្មងអ្នកទាំងអស់គ្នាហើយតកតងជាមួយនឹង stability ទីន័យថាក្នុងគ្រួសារផលអ្នកទាំងអស់គ្នាតកតងជាមួយនឹង finance លុយកាក់ឬក៏ផ្លូវចិត្តអីគឺ stable ហ្មងគឺថាវាអត់មានថយហើយក៏វាអត់មានឡើងខ្លាំងដែរគឺល្អហ្មងដែរឲ្យវាអត់មានធ្វើឲ្យអ្នកទាំងអស់គ្នាប៉ះពាល់ផ្លូវចិត្តខ្លាំងល្អខ្លាំងមែនទែនហើយកាត់ចុងក្រោយគឺតកតងជាមួយនឹង 5 of Swords ប៉ុន្តែអត់ reverse អ្នកទាំងអស់គ្នាធម្មតាក្នុងខែហ្នឹងមើលទៅអ្នកទាំងអស់គ្នារៀងល្អខ្លាំងដែរអញ្ចឹងណាគឺរៀងមានមនុស្សមួយចំនួនតូចអាចគេនឹងមិនសូវពេញចិត្តអ្នកទាំងអស់គ្នាខ្ញុំមិនដឹងថាគេអត់សូវពេញចិត្តអ្នកទាំងអស់គ្នាឬក៏អាចនឹងគេអត់ពេញចិត្តដែលគេធ្វើអត់សូវបានល្អអញ្ចឹងទៅគេមានអារម្មណ៍ថាគេអត់សប្បាយចិត្តនៅពេលដែលអ្វីដែលគេកំពុងតែធ្វើហ្នឹងអ្នកទាំងអស់គ្នាទទួលយកបានអញ្ចឹងអាចនឹងមានទាស់សម្ដីជាមួយនឹងមនុស្សជុំវិញខ្លួនមួយចំនួនដោយសារតែអាចថាភាពល្អរបស់យើងធ្វើឲ្យគេមានអារម្មណ៍ថាគេអត់សូវសប្បាយចិត្តទេតកតងជាមួយនឹង conflict agreement ហើយនឹង stress ទៀតអាចនឹងអ្នកទាំងអស់គ្នាហត់នៅក្នុងការធ្វើការក្នុងការរៀបចំផែនការផ្សេងៗនៅក្នុងជីវិតផងអ្នកទាំងអស់គ្នាអញ្ចឹងទៅនិយាយទៅយើងប្រយ័ត្នប្រយែងរឿងសម្ដីរបស់យើងឬក៏យើងព្យាយាមធ្វើល្អហើយប៉ុន្តែនៅតែមានគេអត់ពេញចិត្តអីចឹងយើងអាចហាមឃាត់ចិត្តកំណត់ផលអ្នកដទៃបានទេប៉ុន្តែយើងអាចធ្វើឲ្យចិត្តរបស់យើងនឹងស្ងប់ដោយយើងអត់រោរឿងអ្នកដទៃហើយយើងអភិវឌ្ឍខ្លួនឯងឲ្យកាន់តែល្អប្រសើរជាងមុនបានត្រូវអត់តបមកសារពីចក្រវាលតកតងជាមួយនឹង power អ្នកទាំងអស់គ្នានិយាយទៅគេថាអ្នកទាំងអស់គ្នាមាន power មួយដែលអាចមនុស្សភាគច្រើនអត់សូវមានដូចអ្នកទាំងអស់គ្នាគឺ power ហ្នឹងpower បែបជា soft មានន័យថាអ្នកទាំងអស់គ្នាមានភាពសតុនមួយដែលធ្វើឲ្យមនុស្សម្នាជុំវិញខ្លួនអ្នកទាំងអស់គ្នាមានអារម្មណ៍ថាគាត់សប្បាយចិត្តដែរហើយការនិយាយស្ដីផងអ្នកទាំងអស់គ្នាធ្វើឲ្យគេមានអារម្មណ៍ថាគេចង់តែនិយាយជាមួយអ្នកទាំងអស់គ្នាហើយបើមានបញ្ហាអីគេគឺគេស្ទុះស្ទាយនៅក្នុងការជួយអ្នកទាំងអស់គ្នាផងអ្នកទាំងអស់គ្នាមានមានអាកម្លាំងមួយដែលថាពេលដែលគេស្ដាប់ហើយតុនចិត្តអ្នកទាំងអស់គ្នារបៀបអញ្ចឹងហើយអ្នកទាំងអស់គ្នាអាចប្រើប្រាស់អា power point អ្នកទាំងអស់គ្នានឹងបែបលក្ខណៈជាសតុនអញ្ចឹងទៅឬក៏ការផ្ដោតក្តីស្រឡាញ់ឬក៏ការយកចិត្តទុកដាក់
ឬក៏ការថែទាំរបស់អ្នកទាំងអស់គ្នាទៅកាន់មនុស្សជំនាញខ្លួននេះក្នុងខែហ្នឹងគឺមាន power គ្រប់គ្រាន់នៅក្នុងការ attract មនុស្សដែលគេនឹងមកធ្វើអំពើល្អមកអ្នកទាំងអស់គ្នាហើយនឹងក៏ផ្ដល់ប្រយោជន៍ឲ្យអ្នកទាំងអស់គ្នារៀងច្រើនដែរអីចឹងណាចឹងការសម្រាប់ខែហ្នឹងរបស់តារានិករធាតុទឹកគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនអ្នកទាំងអស់គ្នាបាយបាយ